បាទជំរាបសួរបងប្អូនប្រជាកសិករនិងកូនដូងខ្ញុំដើមទៀបតូចទេបងប្អូននៅដីដែរប៉ុន្តែឥឡូវនេះគេចេញផ្កាដើរចុះដើរឡើងកាត់នេះហ្នឹងមិនបានចាប់អារម្មណ៍វាមើលតាំងក្រោមចេះបងប្អូនដល់ពេលអញ្ចឹងទៅអត់បានឃើញដល់ក្មួយគេប្រាប់ថាដូងពូចេញស្ពរបាទឥឡូវចង់ធ្វើវីដេអូឲ្យបងប្អូនមើលលេងប៉ុន្តែហេតុផលមួយទៀតគឺថាឮគេថាបងប្អូនមានចេះស្អីទេឮតែគេថាទេប៉ុន្តែខំបងប្អូនអើយខំតែរឿងដាក់ទឹកដាក់អីហ្នឹងប្រាំងហ្នឹងគឺថាវាដៅខ្លាំងពេកអីពេកណាបងប្អូនតាំងពីដាំមកណាដាក់ទៅយោមួយណាធ្វើដងឲ្យគេមួយអញ្ចឹងទៅបាទដាក់ទឹកដាក់អីអញ្ចឹងទៅឥឡូវនេះឮគេថាផ្កាដំបងអញ្ចឹងគឺថាវាអត់មានផ្លែអត់ជាប់អីអញ្ចឹងទេបាទអីគេថាឲ្យធ្វើស្ករធ្វើគៀបទឹកអីអញ្ចឹងទៅឥឡូវនេះចង់សាកល្បងបងប្អូនហ្នឹងចង់សាកល្បងធ្វើមើលវាយ៉ាងម៉េចអីយ៉ាងម៉េចទៅមើលចាំឲ្យបងប្អូនមើលលេងហ្នឹងអត់ចេះទេតែឃើញគេឮគេហ្នឹងតែប៉ុណ្ណឹងបាទអញ្ចឹងទៅក៏មានអីសាកបងដូងយើងវាមិនបញ្ហាទេវាមិនងាប់ទេធ្វើផ្លែធ្វើផ្កាវាហ្នឹងដោយសារទី1គេថាទេគេថាទី1ហ្នឹងវាមិនជាប់ផ្លែអញ្ចឹងយើងកុំទុកចោលសាកមើលខ្ញុំសាកមើលលទ្ធផលយ៉ាងម៉េចចាំមើលឲ្យបងប្អូនមើលបាទដើមទៀបឯដើមនៅដីឡើយនេះដើមនៅដីប៉ុន្តែវាអត់ចេញអាក្រោមនេះវាទៅចេញនៅលើនោះហើយនៅខ្ពស់ដែរហ្នឹងនៅខ្ពស់ដែរអញ្ចឹងយើងមើលលើក្រោមដែលមើលលើផងបាទអរគុណច្រើនចង់ចែកជូនបងប្អូនមិនដឹងសិនចាំមើលលទ្ធផលលើយកទឹកវាយ៉ាងម៉េចចាំមើលចាំប្រាប់បងប្អូនថែម